កូនជាទីស្រឡាញ់មនុស្សដែលខំប្រឹងប្រែងធ្វើការសុចរិតដើម្បីលើកស្ទួយជីវភាពរបស់ខ្លួននិងគ្រួសាររហូតដល់បានសម្រេចសមរម្យនោះជារឿងដែលគួរឲ្យសរសើរណាស់តាមពិតក្នុងโลกនេះអ្នកដែលបានទទួលនៅពេលល្អបាននៅទ្រព្យមរតកស្រេចស្រាប់តែម្ដងដោយខ្លួនឯងមិនបាច់ប្រឹងប្រែងអ្វីនោះគឺមានតិចអ្នកទេដោយច្រើនគឺចាប់ផ្ដើមពីការលំបាកទៅមុនហើយទ្រព្យមរតកបានត្រឹមតែកម្លាំងស្មងកម្លាំងចិត្តនិងចំណេះដឹងក្នុងមុខវិជ្ជាផ្សេងប៉ុណ្ណោះពោលគឺមិនបានទទួលនៅមរតកអ្វីជាទ្រព្យសម្បត្តិមាសប្រាក់ឲ្យធំដុំនោះឡើយសំខាន់ណាស់ទៅហើយដែលមរតកនោះគឺជាជីវិតកម្លាំងកាយចិត្តនិងចំណេះវិជ្ជាមរតកម៉ែឪគឺជីវិតកម្លាំងកាយនិងចំណេះវិជ្ជាកូនល្មមយល់បានហើយឯចំណែកមរតកគឺកម្លាំងចិត្តបានដល់ទឹកចិត្តតស៊ូព្យាយាមដែលម៉ែឪបានបង្ហាត់បង្រៀនអប់រំទូលមានកូននិងធ្វើជាគំរូរហូតមកកូនត្រូវពង្រឹងកម្លាំងចិត្តឲ្យដល់ព្រមជាមួយគ្នានឹងកម្លាំងកាយចំណេះវិជ្ជាធ្វើជីវិតកូនឲ្យមានខ្លឹមសារ